បាននិយាយពីក្រុម K-pop ដែលបាន debut នៅក្នុងជំនាន់ទី3ហើយមកពីប្រតិកម្មរៀងគ្រាន់បើដែរប៉ុន្តែមានវាសនាអភ័ព្វខ្លាំងណាយើងអាចនិយាយបានថាក្រុមនេះគឺស្ថិតនៅក្នុងលំដាប់កំពូលទាំង5នៅក្នុងតារាងហ្នឹងហើយទៅតែ debut ក៏មានការបន្ថែមសមាជិកភ្លាមកំពុងតែមានសកម្មភាពសុកស្រាប់តែបាត់មុខសមាជិករហូតដល់3នាក់ព័ត៌មានពីវត្តមានរបស់សមាជិកនោះរញ៉េរញ៉ៃមានជាការនិយាយបកទៅបកមកអត់ដឹងថាតើព័ត៌មានមួយណាអាចយកជាការបានហើយនៅពេលដែលគេគិតថាក្រុមនេះកំពុងតែមានសន្ទុះចំណាប់អារម្មណ៍ពីមហាជនអាចមានការត្រឡប់មកវិញជាមួយចម្រៀងថ្មីអាល់ប៊ុមថ្មីអីបានស្រាប់តែផលិតកម្មនេះអត់រវល់អើពើរហូតមកដល់សប្តាហ៍ថ្ងៃតាំងពីក្រុមមួយពោពេញទៅដោយសមាជិកដែលមានសមត្ថភាពមានសក្តានុពលរហូតដល់ក្លាយទៅជាក្រុមដែលមហាជនចាប់ផ្ដើមផ្លេចអស់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះយើងនឹងទៅមើលទាំងអស់គ្នាថាតើមានរឿងអីកើតឡើងទៅលើក្រុម WJSN ឬក៏ Cosmic Girlsនៅក្នុងខែធ្នូឆ្នាំ2015ផលិតកម្ម Starship Entertainment និង Yehua Entertainment បានប្រកាសការសហការគ្នាដើម្បី debut ក្រុមនារីរួមគ្នាជាលើកដំបូងដែលនឹងមានសមាជិកទាំងអស់12នាក់កំឡុងពេលហ្នឹងផលិតកម្ម Starship Entertainment គឺកំពុងតែរះឡើងជាមួយនឹងភាពជោគជ័យរបស់ក្រុមនារីកំពូលរបស់ផលិតកម្មគឺ Sistar ក្រុម Boyfriend ហើយនិងក្រុម Monster X ដែលទើបតែ debut ថ្មីហ្នឹងចំណែកឯផលិតកម្ម Yehua Entertainment វិញទើបតែតាំងទីនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ2014ថ្មីហ្នឹងដោយពីមុនក្រុមហ៊ុននេះ base នៅប៉េជីងប្រទេសចិនហើយប្រតិកម្មនេះក៏បាន debut ក្រុមបរិះដំបងរបស់ខ្លួនដែរគឺក្រុម Unique ក្រុមថ្មីសមាជិក12នាក់នេះមានឈ្មោះថា WJSN Ujo Sunyo ដែលជាពាក្យផ្គុំឡើងពីអក្សរដំបូងនៃភាសាកូរ៉េរបស់ Unit ក្រុមនេះដែលមានដូចជា Wonder, Joy, Sweet, Natural ឬក៏ឈ្មោះផ្លូវការមួយទៀតរបស់ក្រុមគឺ Cosmic Girls គេបានប្រកាសសមាជិកក្រុមតាមរយៈ Unit ម្ដងមួយដោយ Unit ដំបូងដែលគេបានបង្ហាញនោះគឺ Wonder Unit អធិស្ឋានផងកន្លែងនេះបើសិនជាខ្ញុំហៅឈ្មោះពួកគាត់ខុស Wonder Unit នេះមានដូចជា Chang Xiao Bona ហើយនិង Taeyong បន្ទាប់មកប្រហែលថ្ងៃទៀតគេបានបង្ហាញ Joy Unit ដែលមានសមាជិក3នាក់ដូចគ្នាគឺ Swanee, Unso ហើយនិង Yorim Unit ទី3ដែលគេបានបង្ហាញនោះគឺ Sweet Unit ដែលមាន Sola, Exi ហើយនិង Subin ជាសមាជិក Unit ចុងក្រោយដែលគេបានបង្ហាញនោះគឺជារបស់សមាជិកក្រុម Meichi, Luda ហើយនិង Tawon ដែលមានឈ្មោះថា Natural Unit សមាជិកមួយចំនួនរបស់ក្រុមនេះក៏ធ្លាប់បានបង្ហាញមុខនៅក្នុងសិល្បៈពីមុនមកដែរ Sola ធ្លាប់បានបង្ហាញមុខនៅក្នុងវីដេអូចម្រៀងបទ Janos របស់ក្រុម Boyfriend នៅក្នុងឆ្នាំ2012 Taeyong ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធីទូរទស្សន៍ K-pop Star 1 តាំងពីគាត់នៅតូច Tawon ក៏ធ្លាប់ជាបេក្ខជនកម្មវិធីទូរទស្សន៍ K-pop Star 2 ដែរហើយ XC គឺជាបេក្ខជនប្រកួតនៅក្នុងកម្មវិធី Unpretty Rap Star 2 ហើយចុងក្រោយគឺ Unso បានបង្ហាញមុខនៅក្នុងវីដេអូចម្រៀងបទ Rush របស់ Monster X នៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2016ក្រុម WJSN បាន debut ជាផ្លូវការជាមួយនឹង mini album Would You Like ដែលមានបទនាំមុខ Momomo ហើយនិង Catch Meបទ debut ទាំងពីរនេះសុទ្ធតែមានវីដេអូចម្រៀងផ្ទាល់ខ្លួនហើយនឹងមានការឃោសនាដូចគ្នាបទទាំងពីរនេះបានបង្ហាញរូបភាពផ្ទុយគ្នាស្រឡះរបស់ក្រុមបង្ហាញឲ្យយើងឃើញពីភាពចម្រុះនៃការបត់បែនបានល្អរបស់ក្រុមនេះចង់ស្អាតស៊ីចម្ពូបែប fresh ដូចនៅក្នុងបទ Momomo ក៏បានចង់បានបែបកាច swag cool kids ដោយបទ Catch Me ក៏បានដែរតែបើតាមមើលរូបថតរបស់ album វីដេអូចម្រៀងរបស់ក្រុមយើងឃើញថាផលិតកម្មនេះអត់ហ៊ានបោះទុនចំណាយទៅលើការ debut របស់ពួកគាត់ប្រហែលទេបើយើងទៅមើល MV debut របស់ Sistar បទ Push មានអារម្មណ៍ថាបទហ្នឹងមាន budget ចង់ច្រើនជាងបទ debut ទាំងពីររបស់ក្រុម WJSN នេះទៀតហើយបើខ្ញុំអភិញ្ញាអ្នកទាំងអស់គ្នាថា set design ក្នុងបទ Momomo នេះគឺជាផ្ទះដែលស្ថិតនៅក្រៅភពអ្នកទាំងអស់គ្នាអាចមើលដឹងអត់ហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃការអត់យកចិត្តទុកដាក់របស់ផលិតកម្មទៅលើក្រុមមួយនេះ EP ដំបូងនេះបានជួបជាមួយនឹងភាពជោគជ័យគួរសមដែលបានឡើងដល់ខ្ពស់បំផុតលេខ7នៅលើតារាងចម្រៀងក្នុងស្រុកហើយលក់បានជាង 13000D ក្រោយមកនៅក្នុងខែកក្កដា Starship Entertainment បានប្រកាសថាពួកគេនឹងបន្ថែមសមាជិកទី13ចូលទៅក្នុងក្រុមគឺ Yeon Jung ដែលគាត់ទើបតែប្រកួតចប់នៅក្នុងកម្មវិធី Produce 101ហើយជាប់ចំណាត់ថ្នាក់លេខ11ទទួលបានតំណែងនៅក្នុងក្រុមថ្មីរបស់ផលិតកម្មហ្នឹងគឺ IOI ដែលទើបតែ debut ប្រហែលខែមុននឹងការប្រកាសនេះមហាជនភាគច្រើនមានការភ្ញាក់ផ្អើលខ្លាំងដែរព្រោះអីការពីក្រុមនេះប្រកាសថានឹង debut ជាមួយនឹងសមាជិក12នាក់ធ្វើឲ្យមានមតិលាយឡំជាច្រើនដែលបានថាសមាជិកច្រើនអញ្ចឹងគេចាំមិនអស់ហើយវាកាន់តែអត់ជួយទៀតនៅពេលដែលមុនពេល debut ផលិតកម្មនេះឲ្យបានចេញផ្សាយឃោសនាឲ្យគេស្គាល់សមាជិកនីមួយៗឬក៏ក្រុមរងទៀតនិយាយទៅសឹងតែអត់មាន hype អីសោះហ្មងសម្រាប់ក្រុមថ្មីមួយនេះហើយអីដែលសំខាន់ជាងនឹងទៀតគឺក្រុមនេះត្រូវបានគេប្រៀបធៀបហើយនឹងឲ្យឈ្មោះតាំងពីដំបូងហ្មងថាគឺជាក្រុម versionary របស់ក្រុម EXO ហើយពេលហ្នឹងផលិតកម្មក៏អត់មានបានចេញ statement ចេញការបកស្រាយច្រើនចោលឬក៏ការពីក្រុមអីទាំងអស់ពីការ compare គ្នាពី controversy នឹងដែរបន្ទាប់មកនៅក្នុងខែសីហាជាមួយនឹងសមាជិក13នាក់ WJSN បានត្រឡប់មកវិញជាមួយនឹង EP ទី2ចំណងជើង The Secret ជាមួយនឹងបទនាំមុខ Secret
បទនេះមានវីដេអូចម្រៀងបែប cosmic អវកាសព្រេងនិទានដែលយើងនឹងបន្តឃើញនៅក្នុងបទក្រោយៗទៀតអាចនិយាយបានថានេះគឺជាការចាប់ផ្ដើមនៃអត្តសញ្ញាណរបស់ក្រុម EP នេះបានឃើញសន្ទុះនៃការលក់និងចំណាត់ថ្នាក់នៅលើតារាងដោយឡើងបានខ្ពស់បំផុតលេខ6នៃតារាងនៅក្នុងស្រុកជាមួយនឹងការលក់ឌីសបានជិត 20,000 ឌីសហើយនឹងឡើងដល់ចំណាត់ថ្នាក់លេខ12នៅលើតារាង US Billboard Albums Chart បន្ទាប់មកក៏មានរឿងតាក់ទងជាមួយនឹងកម្មវិធីទូរទស្សន៍របស់ក្រុមនេះដែលមានចំណងជើងថា My Cosmic Diary ដែល concept របស់កម្មវិធីនេះគឺបង្ហាញពី perspective របស់ fan តាមរយៈកាមេរ៉ាប្រកបតាមថតពួកគាត់គ្រប់សកម្មភាពរបស់សមាជិក basically គឺដូច fan នឹងតាម stalk ពួកគាត់អញ្ចឹងខ្ញុំអាចបានមើលកម្មវិធីនេះហ្មងទេប៉ុន្តែតាមអីដែលខ្ញុំបានស្រាវជ្រាវហើយនឹងអានមកគឺកាមេរ៉ាប្រកបហ្នឹងមានគ្រប់ទីកន្លែងហ្មងទាំងនៅក្នុងបន្ទប់ពួកគាត់រស់នៅក្នុងបន្ទប់គាត់គេងបន្ទប់ផ្លាស់កៅអៅហើយនឹងបន្ទប់ទឹកទៀតដែលនាំឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីមហាជនជាពិសេសអ្នកគាំទ្រដែលនេះគឺជាការរំលោភបំពានលើឯកជនភាពបុគ្គលហើយមិនមែនមានតែប៉ុណ្្នឹងទេនៅក្នុងអេពីសូត1នៅក្នុងកម្មវិធីហ្នឹងមាន concept ត្រូវថតរូបនៅក្រោមទឹកដែលសមាជិក Solar មានការខ្លាចទឹកយ៉ាងខ្លាំងហើយនៅក្នុងអេពីសូតហ្នឹងគេបានបង្ហាញឲ្យយើងឃើញការបង្ខំពីផលិតកម្មហ្នឹងឲ្យគាត់ថតទាំងដែលដឹងថាគាត់ខ្លាចទាំងដែលឃើញគាត់ break down នៅពេលដែលត្រូវគេបង្ខំហ្នឹងហើយវាហួសហេតុយ៉ាងខ្លាំងនៅពេលដែលគេយកអារម្មណ៍របស់សិល្បករខ្លួនឯងហ្នឹងយកមកធ្វើជា plot point នៅក្នុងកម្មវិធីហ្នឹងនៅក្នុងខែមករាឆ្នាំ2017 WJSN បានចេញ EP ទី3របស់ក្រុមដែលមានចំណងជើងថា From WJSN អមជាមួយនឹងបទនាំមុខ I Wish វីដេអូបទនេះបានបន្ត concept ប្លែករបស់ក្រុមនេះទៀតហើយគេបានឃើញចំនួននៃការលក់ EP នេះកើនឡើងសឹងតែគុណនឹង2នៃ EP មុនដែលលក់បានជាង 36,000 ឌីនិងបានក្លាយទៅជា EP ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេរបស់ក្រុមកាលពីពេលហ្នឹងគឺនៅលេខ4នៅក្នុងតារាងក្នុងស្រុកហើយការលក់បានច្រើននេះក៏ដោយសារតែសមាជិកឆឹងសៀវដែរដោយសារតែការបង្ហាញសមត្ថភាព rhythmic gymnastics នៅក្នុងកម្មវិធី Isaac កាលពីចុងឆ្នាំ2016របស់គាត់ហ្នឹងហើយដោយសារតែពេលហ្នឹងហើយទើបគាត់ទទួលបានប្រជាប្រិយភាពខ្លាំងកាលពីចេញបទ Secret ហ្នឹងនាំឲ្យគាត់ក្លាយទៅជាសមាជិកប្រចាំក្រុមឬក៏ face of the group ហើយនឹងបានចូលរួមកម្មវិធីទូរទស្សន៍ជាច្រើនដើម្បីឃោសនាក្រុមហើយនឹងបទចម្រៀងខ្លួនឯងហ្នឹងក្រុម WJSN ក៏បានធ្វើការប្រគំតន្ត្រីដំបូងផងដែរដែលមានរយៈពេល2ថ្ងៃហើយមានចំនួនអ្នកទៅមើលសរុប 2,000 នាក់ទាំង2ថ្ងៃបង្ហាញឲ្យឃើញពីការកើនឡើងនៃប្រជាប្រិយភាពរបស់ក្រុមក្រោយមកនៅក្នុងខែមិថុនាពួកគាត់បានចេញ full length album ទី1ចំណងជើង Happy Moment ដែលមានបទ Happy ជាបទនាំមុខអាល់ប៊ុមនេះបានឡើងដល់ចំណាត់ថ្នាក់លេខ1នៅលើតារាង Hunteo's Daily ហើយនឹង Real Time Charts នៅពេលចេញក្រោយពីចប់ការឃោសនានេះមកក្រុម WJSN បានស្ងាត់សកម្មភាពរហូតដល់ខែកុម្ភៈឆ្នាំ2018ទើបពួកគាត់ត្រឡប់មកវិញជាមួយនឹង EP ទី4ចំណងជើង Dream Your Dream ដែលមាន6បទនៅក្នុងនោះរួមមានទាំងបទនាំមុខចំណងជើង Dreams Come Trueការលក់របស់ EP នេះមានការកើនឡើងខ្លាំងជាងមុនទៀតដែលលក់បាន 75,000 ឌីឡើងដល់ចំណាត់ថ្នាក់ខ្ពស់បំផុតលេខ2នៅលើតារាងចម្រៀងកូរ៉េខាងត្បូងកំឡុងពេលនេះដែរសមាជិកឆឹងសៀវបានក្លាយទៅជាគណៈកម្មការមួយសម្រាប់កម្មវិធី Idol Producer របស់ប្រទេសចិនដែលនាំឲ្យគាត់ត្រូវហោះទៅហោះមកដើម្បីបំពេញភារកិច្ចរបស់គាត់ហើយកំឡុងពេលហ្នឹងប្រតិកម្មទាំងពីរនេះបំបុកការវិភាគរបស់គាត់សឹងតែគ្មានពេលសម្រាប់សោះតែម្ដងហើយមិនយូរប៉ុន្មានសមាជិកក្រុម WJSN ចាប់ផ្ដើមមានការរង្គោះរង្គើការសម្ដែងរបស់ក្រុមជាសមាជិក13នាក់ពេញលេញចុងក្រោយគេគឺសម្រាប់បទ Dreams Come True នៅលើឆាក Countdown កាលពីពាក់កណ្ដាលខែមិនិនាដោយសារតែក្រៅពីឆឹងសៀវមមីញឹកជាគណៈកម្មការសមាជិកចិន2នាក់ទៀតបានទៅប្រកួតនៅក្នុងកម្មវិធី Produce 101របស់ប្រទេសចិននៅក្នុងត្រីមាសទី1នៃឆ្នាំ2018ហ្នឹងព័ត៌មាននេះរៀងភ្ញាក់ផ្អើលនឹងចម្លែកចិត្តដែរដោយសារតែពួកគាត់មិនមែនជា trainee ទេតែជាសមាជិកក្រុមដែលបាន debut ហើយកំពុងតែមានប្រជាប្រិយភាពទៀតវាមិនត្រឹមតែមិនស័ក្តិសមនឹងសមត្ថភាពរបស់ពួកគាត់នៅក្នុងការប្រកួតទេថែមទាំងអត់ស្មើភាពគ្នាជាមួយនឹងបេក្ខជនដទៃទៀតដែរប៉ុន្តែចុងក្រោយពីអ្នកគាត់បានជាប់នៅក្នុងកម្មវិធីដែលបានជាប់ចំណាត់ថ្នាក់លេខ1ហើយនិងលេខ2នាំឲ្យគាត់ក្លាយទៅជាសមាជិកក្រុមម្ដងអាសន្នថ្មីនេះគឺ Rocket Girls ចម្ងល់ក៏កើតឡើងថែមទៀតក្រោយទទួលបានព័ត៌មាននេះតើពីអ្នកគាត់នឹងបន្តសកម្មភាពនៅកូរ៉េមិនបើគាត់បានជាប់ជាមួយនឹងកងត្រាក្នុងក្រុមថ្មីនៅប្រទេសចិនអញ្ចឹង Well មិនបាច់ចាំយូរទេចម្លើយត្រូវបានគេបង្ហាញឲ្យយើងឃើញភ្លាមៗហ្មងនៅពេលដែលក្រុម WJSN នេះត្រឡប់មកវិញនៅក្នុងខែកញ្ញាជាមួយនឹង EP ទី5ដែលមានចំណងជើងថា WJ Please គេបានឃើញសមាជិកចិនទាំង3ហ្នឹងអវត្តមានទាំងអស់ទោះបីជាមុនការត្រឡប់មកវិញនេះទាំងផលិតកម្ម Starship Entertainment ទាំង Yehua បានប្រកាសយ៉ាងមើលម៉ាត់ថាសមាជិក Meiki ហើយនិង Swan E នឹងមានសកម្មភាពជាមួយនឹងក្រុមទាំងពីរក្នុងពេលតែមួយហើយគេនឹងអត់ដកពួកគាត់ចេញពីក្រុម WJSN នេះទេEP ទី5នេះបានឃោសនាជាមួយនឹងបទនាំមុខ Save Me Save You
ហើយបានក្លាយទៅជាអាល់ប៊ុមដែលទទួលបានភាពជោគជ័យខ្លាំងបំផុតសម្រាប់ក្រុមនៅពេលនោះមិនត្រឹមតែប៉ុណ្ណឹងទេបទនេះថែមទាំងបាននាំពី Music Show ដំបូងឲ្យក្រុមផងដែរចូលមកដល់ឆ្នាំ2019ក្រុមនេះបានត្រឡប់មកវិញជាមួយនឹង EP ទី6ចំណងជើង WJ Stay ដែលមានបទ La La Love ជាបទឃោសនា comeback លើកនេះក៏មានវត្តមានសមាជិកចិនទាំង3ទៀតដែរដោយសារតែបញ្ហាជាន់ការវិភាគគ្នាដដែលនឹងអ្នកគាំទ្រលែងបានឃើញពួកគាត់ទាំង3ត្រឡប់មកសម្ដែងជាក្រុមនេះវិញតាំងពីពេលនឹងមក WJSN បានប្រគំតន្ត្រីតូទី2នៅក្នុងខែមីនានឹងផងដែរដែលជាការឃោសនាសម្រាប់អាល់ប៊ុមនេះហើយបាននៅក្នុងខែមិថុនាពួកគាត់បានចេញអាល់ប៊ុមពិសេស For the Summer ដែលមានបទ Boogie Up ជាបទនាំមុខការលក់របស់អាល់ប៊ុមនេះបានរហូតដល់ 78,000 D លើសពីការលក់មុនបានច្រើនខ្លាំងមែនទែនហើយបទនេះថែមទាំងបាននាំពី Music Show រហូតដល់ 4 ឲ្យក្រុមទៀតជាមួយនឹងការចេញនេះដែរយើងឃើញពួកគាត់ទៅធ្វើការប្រគំតន្ត្រីតូលនៅប្រទេសជប៉ុនជាលើកដំបូងដែលមានការលក់សម្បត្តិអស់ទាំងអស់តែម្ដងក្រោយមកនៅក្នុងខែមិថុនាឆ្នាំ2019ពួកគាត់បានចេញ EP ថ្មីមួយទៀតដែលជា EP ទី7ដែលមានចំណងជើងថា As You Wish ហើយនឹងមានបទនាំមុខចំណងជើងដូចគ្នាEP នេះបន្តបំបីកំណត់ត្រាការលក់លើកមុនទៀតហើយដោយលក់បានជាង 90,000 D តែអីដែលគួរឲ្យភ្ញាក់ផ្អើលជាងហ្នឹងគឺបទនាំមុខនេះបានក្លាយទៅជាបទដែលគេស្គាល់ច្រើនជាងគេពីក្រុមដោយសារតែបទនេះបានឡើងដល់កំពូលចំណាត់ថ្នាក់រៀងរាល់ដើមឆ្នាំថ្មីចាប់តាំងពីឆ្នាំ2020នឹងមករហូតមកដល់ឆ្នាំ2026នេះក៏បទនេះបានឡើងដល់កំពូលតារាងចម្រៀងដែរដោយសារតែអត្ថន័យបទដែលប៉ងប្រាថ្នាឲ្យជួបតែរឿងល្អហ្នឹងស័ក្តិសមទៅនឹងការអបអរសាទរឆ្នាំថ្មី WJSN បានរៀបចំការប្រគំតន្ត្រីទី3របស់ក្រុមសម្រាប់ឆ្នាំ2020ដែរប៉ុន្តែដូចយើងដឹងអញ្ចឹងថាដោយសារតែ COVID បាននាំឲ្យពួកគាត់ត្រូវរំសាយវិញក្រុមនេះបានបន្តចេញ EP ទី8ចំណងជើង Neverland នៅក្នុងខែមិថុនាអមជាមួយនឹងបទនាំមុខ Butterflyការលក់របស់អាល់ប៊ុមនេះបានរហូតដល់ជាង 10,000 D ជាកំណត់ត្រាខ្ពស់បំផុតរបស់ក្រុមហើយ MV សម្រាប់បទ Butterfly នេះក៏ជា MV ដែលមានចំនួនអ្នកមើលច្រើនជាងគេរបស់ក្រុមនេះដែរគឺ 25 លាន views គិតត្រឹមពេលធ្វើវីដេអូនេះហើយនឹងបានយកពី Music Show បន្ថែម2ទៀតឲ្យក្រុមស្ថិតនៅក្នុងខែមិថុនាឆ្នាំ2020នឹងដដែលក្រុម Rocket Girls ដែលបង្កើតឡើងតាមរយៈកម្មវិធី Produce 101របស់ចិនហ្នឹងបានរំសាយក្រុមក្រោយ debut បាន2ឆ្នាំអ្នកគាំទ្រក៏បានរំពឹងទុកថាសមាជិកចិនទាំង3របស់ក្រុមនេះនឹងត្រឡប់ចូលរួមសកម្មភាពរបស់ក្រុមវិញដែរប៉ុន្តែពួកគាត់ទាំង3អត់បានត្រឡប់មកវិញទេហើយបានបន្តសកម្មភាពតរៀងៗខ្លួននៅប្រទេសចិននៅក្នុងខែកញ្ញាគេបានប្រកាសការបង្កើតក្រុមរងឬក៏ sub unit ថ្មីរបស់ក្រុមនេះគឺ WJSN Chokome ដែលមានសមាជិកដូចជា Subin, Luda, Yorum ហើយនិង Taeyong ហើយពួកគាត់បាន debut ជាមួយនឹង single album ចំណងជើងនៅក្នុងខែតុលា2021 WJSN បានត្រឡប់មកវិញជាក្រុមម្ដងទៀតជាមួយនឹង EP ទី9ដែលមានចំណងជើងថា Unnatural ជាមួយនឹងបទនាំមុខចំណងជើងដូចគ្នាការចេញលក់លើកនេះមានការធ្លាក់ចុះជាងលើកមុនដែលលក់បានតែ 90,000 ជាង D តែប៉ុណ្ណោះក្រោយមកនៅក្នុងខែមេសាសមាជិក Solar, Exi, Bona ហើយនិង Enso បានបង្កើតក្រុមរងឬក៏ sub unit ថ្មីមួយទៀតដែលមានឈ្មោះថា WJSN The Black ហើយនឹងបានចេញ single album My Attitude ជាមួយនឹងបទនាំមុខ Easy នៅក្នុងខែឧសភាចូលមកដល់ឆ្នាំ2022 WJSN Chokome បានចេញ single album ទី2 Super Youpers ហើយបានក្រោយមកនៅក្នុងខែកុម្ភៈគេបានប្រកាសថា WJSN នឹងចូលរួមប្រកួតនៅក្នុងកម្មវិធី Kingdom រដូវកាលទី2ប៉ុន្តែសមាជិក Thavon អត់បានចូលប្រកួតទេដោយសារតែគាត់មានបញ្ហាសុខភាពហើយសមាជិក Bona ចូលរួមប្រកួតតាមក្រោយនៅក្នុងអេពីសូតទី3ដោយសារតែការជន់កាយវិភាគគ្នាជាមួយនឹងការថតរឿងភាគរបស់គាត់ហើយជាមួយនឹងការបូកសរុបពិន្ទុចូលគ្នានៃការបោះឆ្នោត Digital សម្រាប់ការសម្ដែងទាំងអស់បានខ្ពស់ជាងគេនាំឲ្យ WJSN នេះបានឈ្នះពានលេខ1នៅក្នុងវគ្គផ្ដាច់ព្រាត់ក្រោយភាពជោគជ័យរបស់កម្មវិធីនេះអ្នកគាំទ្របានរំពឹងទុកខ្ពស់មែនទែនថាពួកគាត់នឹងត្រឡប់មកវិញជាមួយនឹងចម្រៀងថ្មីអាល់ប៊ុមថ្មីអីហើយបន្ទាប់មកនៅក្នុងខែកក្កដា WJSN បានត្រឡប់មកវិញមែនប៉ុន្តែជាមួយនឹង single album Sequence ដែលមានបទនាំមុខចំណងជើង Last Sequence ការចេញមួយនេះគេបានឃើញការកើនឡើងលក់បានខ្ពស់ច្រើនខ្លាំងជាងកំណត់ត្រាចាស់ៗរបស់គាត់ទៀតដែលលក់បានរហូតដល់ 19,000 D ប៉ុន្តែកាលនោះអត់មានអ្នកគេដឹងទេថាវាគឺជាការចេញចម្រៀងចុងក្រោយរបស់ក្រុម WJSN នេះមកដល់ឆ្នាំ2023កុងត្រារបស់សមាជិកទាំងអស់បានផុតកំណត់អ្នកគាំទ្រមានការបារម្ភខ្លាំងពីអនាគតរបស់ក្រុមនេះមែនទែន
បន្ទាប់មកនៅក្នុងខែមីនាផលិតកម្ម Starship ហ្នឹងក៏បានប្រកាសជាផ្លូវការថាសមាជិកចិនទាំង3របស់ក្រុមនេះបានចាក់ចេញពី WJSN ក្រោយផុតកុងត្រាមិនបាច់ប្រាប់ក៏គេដឹងដែរព្រោះអីអ្នកគ្រប់គ្រងបានធ្វើចិត្តទទួលយកការពិតហ្នឹងតាំងពីឆ្នាំ2020មកម្លេះសមាជិក Luda ហើយនិង Tawon ក៏សម្រេចចិត្តអបតកុងត្រាជាមួយនឹងផលិតកម្មនេះទៀតដែរតែពួកគាត់នៅតែបន្តជាសមាជិក WJSN ដដែលឲ្យតែមានសកម្មភាពឲ្យពួកគាត់ទៀតនៅថ្ងៃខាងមុខសមាជិកដែលនៅសេសសល់ទាំងប៉ុន្មានបានបន្តកុងត្រាជាមួយនឹងផលិតកម្មនេះរហូតមកដល់សប្តាហ៍ថ្ងៃឥឡូវយើងក៏មកមើលរឿងរ៉ាវដែលនាំឲ្យក្រុមនេះទៅមុខអត់រួចដោយសារតែផលិតកម្ម Starship នេះយើងឃើញថាក្រោយពីភាពមមាញឹកកំឡុងពេល debut ដំបូងមក Starship នេះហាក់បីដូចជាអត់សូវអើពើខ្វាយខ្វល់យកចិត្តទុកដាក់ជាមួយនឹងក្រុមនេះខ្លាំងប៉ុន្មានទេឧទាហរណ៍ដែលយើងបានឃើញដំបូងគេនឹងហ្មងគឺការដែលពួកគេបានប្រើថ្ងៃកំណត់คล้ายៗទៅឲ្យសមាជិកក្រុមដោយសារតែ concept cosmic របស់ក្រុមតម្រូវឲ្យសមាជិកនីមួយៗហ្នឹងតំណាងឲ្យតារានិករទាំង12ដូចនេះផលិតកម្មបានកំណត់ថ្ងៃខែកំណត់ថ្មីឲ្យសមាជិកទាំងអស់សាកសម័យមើលថាវាចម្លែកហើយនឹង set ខ្លាំងប៉ុណ្ណានៅពេលដែលថ្ងៃកំណត់របស់យើងមែនតើអត់មានអ្នកគេ wish អត់មានអ្នកគេជូនពរអត់មានអ្នកគេ celebrate ជាមួយបែរជាគេមក wish មកអបអរសាទរយើងនៅថ្ងៃដែលមិនមែនជាថ្ងៃកំណត់របស់យើងនិយាយទៅ red flag តាំងពីដំបូងនឹងហ្មងបន្ទាប់មករឿងអត់សូវឃោសនាឲ្យក្រុមនេះទោះបីជាការលួចរបស់ក្រុមមានការកើនឡើងជារឿយៗមកមែនមួយរយៈក្រោយនេះ Starship បានឲ្យក្រុមនេះចេញចម្រៀងថ្មីតិចខ្លាំងមែនតើហ្មងក្នុងឆ្នាំ2020ពួកគាត់ចេញ EP បានតែមួយឯគត់2021ពួកគាត់បានចេញ EP មួយហើយនឹងបទឃោសនាឲ្យ app ចំនួន1ហើយ2022វិញទោះបីជាឈ្នះ Kingdom 2 មែនក៏ដោយតែពួកគាត់បានចេញធ្វើ single album តែប៉ុណ្ណោះហើយបើមើលឲ្យឆ្ងាយជាងនឹងទៀតតាំងពី debut មកក្រុមនេះចេញ full album បានតែមួយប៉ុណ្ណោះដោយឡែកក្រុម Monster X ដែលបាន debut មុនពួកគាត់មួយឆ្នាំបានចេញ full album នឹងរហូតដល់9សូម្បីតែក្រុម Gravity ដែល debut ក្រោយ WJSN នឹងរហូតដល់4ឆ្នាំក៏មាន studio album ចំនួន2ហើយដែរហើយនៅមានពេលដែលសមាជិកធ្វើការហួសកម្លាំងខ្លាំងធ្វើការទាំងកំពុងឈឺប្រតិកម្មបណ្ដាលឲ្យអ្នកគ្រប់គ្រងដែលមានប្រវត្តិបើកឡានលឿនចុចទូរស័ព្ទពេលបើកបរហើយអពាក់ខ្សែក្រវ៉ាត់ហ្នឹងបើកជូនសិល្បករខ្លួនឯងដែលបណ្ដាលឲ្យ XC ហើយនិង Solar ត្រូវរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ manager ដដែលនឹងទៀតមកដល់ឥឡូវគម្រោងនៅក្នុងការត្រឡប់មកវិញរបស់ក្រុមនេះគឺនៅតែអត់មានដដែលសប្តាហ៍ថ្ងៃសមាជិកក្រុមផ្ដោតលើសកម្មភាពតូរៀងៗខ្លួនប៉ុន្តែអីដែលអត់មានអ្នកគេនឹកឃើញឬក៏នឹកស្មានដល់គឺភាពជោគជ័យនៃ solo debut របស់ Taeyong កាលពីឆ្នាំ2025ថ្មីៗនេះYour body on my body, want you come and make a move. Ain't nobody in the money. ហើយភាពជោគជ័យនេះគឺជាញើសឈាមការខិតខំប្រឹងប្រែងរបស់គាត់ទាំងស្រុងហ្មង Starship អត់មានបានជួយអីក្រៅពីចេញថ្លៃចំណាយទៅលើការ debut នេះទេហេតុអីបើខ្ញុំនិយាយចឹងគឺដោយសារតែ Taeyong បានទៅសម្ងំផលិតចម្រៀងសម្រាប់ album តូខ្លួនឯងហ្នឹងនៅអាមេរិកហើយទាំងការផលិតចម្រៀងទាំងវីដេអូចម្រៀងទាំងអស់អីហ្នឹងគឺជាការសម្រេចចិត្តរបស់គាត់ទាំងស្រុងហ្មងការឃោសនារបស់បទនេះក៏ជាកំណត់របស់គាត់ទាំង challenge ទាំង promotional roll out អីហ្នឹងគឺជាចក្ខុវិស័យជា vision របស់គាត់ទាំងស្រុងដែលចំណុចអស់ហ្នឹងបាននាំឲ្យទស្សនិកជនពេញចិត្តយ៉ាងខ្លាំងបូករួមទាំងបទរបស់គាត់ព្រោះលយទៀតបាននាំឲ្យបទនេះជោគជ័យខ្លាំងឡើងទៅដល់ top 10 លើតារាង Melon Top 100នាំពាន music shows ឲ្យគាត់ទៀតជាមួយនឹងភាពជោគជ័យរបស់គាត់ប៉ុណ្ណឹងហើយសង្ឃឹមថា Starship នឹងបើកភ្នែកមើលឡើងវិញហើយជោគខ្ជិះជាសមត្ថភាពរបស់ក្រុមនិងឲ្យពួកគាត់ comeback នៅក្នុងពេលឆាប់ៗនេះមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូថ្ងៃនេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចជួយ like share subscribe ហើយនិង follow ខ្ញុំផងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណបាយបាយ